ការដែលបាញ់ថ្នាំបញ្ចេញក្តិបឲ្យបានច្រើននោះវាជារឿងល្អហើយសម្រាប់អ្នកដែលចង់បានប៉ុន្តែវាជារឿងអាក្រក់សម្រាប់សុខភាពដំណាំចន្ទីហើយនឹងការប្រមូលផលបានតិចតួចមិនជោគជ័យហើយក៏វាបានផ្ដល់ភាពសាំញ៉ាំយ៉ាងច្រើនទៅដល់អ្នកបច្ចេកទេសមួយចំនួនដែលអសមត្ថភាពធ្វើឲ្យមានការច្បុកច្បល់ក្នុងការដោះស្រាយហើយភាពបរាជ័យនៅចំពោះមុខជានិច្ចនៅក្នុងគ្រាប់ចន្ទី120គ្រាប់បាន1គីឡូនិង80គ្រាប់បាន1គីឡូតើបងប្អូនជ្រើសរើសយកជម្រើសមួយណាការដែលធ្វើដោយបង្ខំគឺវាប៉ះពាល់សុខភាពយ៉ាងខ្លាំងហើយប្រឈមទៅនឹងបំផ្លាញអំពីសត្វល្អិតនិងជំងឺផ្សិតដែលវាសម្របខ្លួនទៅនឹងអាកាសធាតុមិនទាន់ដោយសារវាបាត់បង់នៅប្រព័ន្ធការពារផ្នែករាងកាយនិងជីវសាស្ត្រសុខភាពវាចុះខ្សោយសូមបងប្អូនធ្វើអ្វីឲ្យយល់អំពីបញ្ហាដំណាំចន្ទីនិងយល់វាបានច្បាស់ផងជៀសវាងនឹងការធ្វើបង្ខំវានិងទៅតាមអារម្មណ៍ដែលបងប្អូនចង់បានដោយគេដោយឯងដែលមិនបានគិតអំពីសុខភាពរបស់ដំណាំវាប្រឈមគ្រោះថ្នាក់យ៉ាងច្រើនខាតបង់ទាំងថវិកាទាំងពេលវេលាក្តិបចន្ទីដែលវាមានសុខភាពល្អវាតែងតែមានដំណើរការជាធម្មជាតិរបស់វាគឺមានពណ៌បៃតងផូររលោងប៉ោងស្អាតហើយលក្ខណៈដែលបង្ខំវាគឺវាចេញមកមានលក្ខណៈខុសប្លែកពីធម្មជាតិគឺដូចជាក្រហមត្នោតឬមួយស្វិតជីងជ្រួញមិនពេញលក្ខណៈគឺច្រើនមែនប៉ុន្តែសុខភាពវាមិនល្អនោះទេហើយដល់ពេលដែលយើងបង្ខំវាច្រើនពេកធ្វើឲ្យស្រទាប់នៃកោសិការបស់វានោះគឺបង្កទៅជាការរលាកតែកាលណាមានការរលាកវាមិនធន់ទៅនឹងអាកាសធាតុពេលយប់ត្រជាក់ខ្លាំងមានសន្សើមនិងថ្ងៃក្តៅខ្លាំងនោះទេហើយវាតែងតែបង្កើតនៅជាជំរករបស់ជំងឺនិងសត្វល្អិតធ្វើឲ្យវាកើតរីករាលដាលនៃជំងឺផ្សិតអញ្ចឹងសុខភាពវាចេះតែទ្រុឌទ្រោមទៅហើយនេះដោយសារការប្រើប្រាស់សារធាតុបង្ខំដែលកើតចេញអំពីបូរុននិងអុកម៉ូនមួយចំនួនសូមបងប្អូនប្រើប្រាស់ទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវនៅក្នុងករណីដែលមានជំងឺផ្សិតកើតឡើងរីករាលដាលបែបនេះសូមបងប្អូនគុំកាត់បន្ថយនៅបូរុនឲ្យសោះសូមប្រើប្រាស់ជាបន្តតែសូមឲ្យប្រើតាមបច្ចេកទេសហើយសូមបងប្អូនយល់ឲ្យបានច្បាស់រវាងបូរុននិងកាល់ស្យូមបូរុនវាគ្រាន់តែជួយឲ្យតងផ្កាវាថ្លោះល្អនិងជួយសម្រួលក្នុងការបង្កាត់លំអងឲ្យចេញជាក្តិបបានច្រើននៅពេលដែលក្តិបចេញបានហើយនោះសូមបងប្អូនបញ្ឈប់នៅការប្រើប្រាស់បូរុនសូមឲ្យបងប្អូនប្រើប្រាស់នៅកាល់ស្យូមបូរុនវិញព្រោះកាល់ស្យូមបូរុនវាជួយទ្រទ្រង់នៅស្រទាប់កោសិកាផ្កានិងក្តិបមិនឲ្យរលាកជួយឲ្យវាធន់ទ្រាំទៅនឹងអាកាសធាតុនិងជំងឺផ្សិតនិងសត្វល្អិតបានមួយចំនួនជួយទប់ទល់នឹងការជ្រុះក្តិបនៅក្នុងករណីដែលជួបបញ្ហាកើតជំងឺផ្សិតរីករាលដាលក្នុងអាកាសធាតុត្រជាក់ខ្លាំងមានសំណើមឬមានភ្លៀងកក់ខែសូមបងប្អូនកុំចោលនៅកាល់ស្យូមបូរុនជាដាច់ខាតសូមបងប្អូនមុននឹងប្រើប្រាស់នៅសារធាតុបូរុនសូមបងប្អូនវែកញែកនឹងពេលវេលានិងកលៈទេសៈឲ្យបានច្បាស់លាស់ថាដំណាក់កាលនេះគួរតែប្រើបូរុនឬមិនប្រើដំណាក់កាលនោះគួរតែប្រើកាល់ស្យូមបូរុនឬមិនប្រើពិតណាស់ហើយអ្នកដែលមានក្រមសីលធម៌និងបច្ចេកវិទ្យាជីវៈត្រឹមត្រូវក្នុងការចែកចាយលក់ថ្នាំគឺប្រកាសជានឹងបានប្រាប់បងប្អូនមុននឹងយកទៅប្រើប្រាស់សារធាតុមួយនេះគួរតែប្រើក្នុងពេលវេលាណាដែលសមស្របតែបើសិនជាពួកគាត់មិនមែនជាអ្នកបច្ចេកទេសទេនោះគ្រាន់តែជាអ្នកលក់ផលិតផលគឺពួកគាត់មិនបានប្រាប់អំពីនៃការប្រើប្រាស់នោះទេដោយសារពួកគាត់មិនចេះមិនយល់អំពីការប្រើប្រាស់នៃសារធាតុនិងផលិតផលនោះឲ្យបានច្បាស់លាស់ទេគឺពួកគាត់ចេះតែពីការលក់ហើយក៏ពួកគាត់មិនចេះតាមដានអំពីដំណើរនៃរុក្ខជាតិនិងអាកាសធាតុនិងការវិវត្តរបស់ដំណាំនីមួយៗក្នុងកលៈទេសៈនីមួយៗនោះទេដល់ពេលដែលមានបញ្ហាកើតឡើងដោះស្រាយមិនចេញគឺពួកគាត់បន្ទោសទៅលើកត្តាអាកាសធាតុនិងសត្វល្អិតឬមួយខ្វះសារធាតុចិញ្ចឹមនិងឲ្យបញ្ឈប់ការប្រើប្រាស់បូរុនឬប្រើក្នុងកម្រិតតិចតួចមិនក៏មិនប្រាប់ពួកគាត់ជាមុននេះជាចំណុចនៃអសមត្ថភាពក្នុងការដោះស្រាយរបស់ពួកគាត់ព្រោះពួកគាត់មិនមែនជាអ្នកជំនាញឬក៏មិនមែនជាអ្នកបច្ចេកទេសដែរនៅក្នុងស្ថានភាពបែបនេះការដោះស្រាយសូមបងប្អូនប្រើប្រាស់នៅសារធាតុកាល់ស្យូមបូរុនជាមួយនឹងថ្នាំជំងឺថ្នាំសត្វល្អិតនិងសារ៉ាយសមុទ្រនិងជីណាដែលមានពេលខ្ពស់ការខ្ពស់ហើយសូមជៀសវាងនៅប្រភេទសារធាតុបំប៉នដូចជាអាសូតនិងអាមីណូគឺមិនអាចប្រើបានទេនៅក្នុងពេលនេះហើយបច្ចេកទេសនៃការលាយថ្នាំនិងការបាញ់ថ្នាំក៏ជាចំណុចសំខាន់នោះដែរគឺជៀសវាងនៅការបាញ់ជោគនិងបាញ់ពេលល្ងាចនិងពេលយប់គួរបដូរមកបាញ់ពេលព្រឹកព្រលឹមរហូតត្រឹមម៉ោង9ព្រឹក
បញ្ឈប់នៃការបាញ់បើបងប្អូនមានចម្ងល់អាចខលមកសួរបន្ថែមនៅលេខទូរស័ព្ទខាងក្រោមនេះសូមអរគុណ